ជុំរឿងព្រេងខ្មែរភាគ1រឿងទី2រឿងចចកកាលពីព្រេងនាយមានចចកត្រោះធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងអស់ទឹកនៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសប្តាហ៍ថ្ងៃឯកំពឹសមានប្រាជ្ញាលើចចកថាដូច្នោះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែជាចំណៃបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសំស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកដេកននាលក្នុងភក់នេះហើយយើងរាល់គ្នានឹងបានខំតោងរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសូមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីក៏បបួលគ្នាតោងរួមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់តូចទាំងសត្វហាលគ្មានសេះសល់បន្តិចបបួលគ្នាមកបាចទឹកបឹងនោះឲ្យរីងនិងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់ឯសត្វឯទៀតក៏បបួលគ្នាបាចសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើដូចម្ដេចនឹងបានឲ្យសត្វទាំងនោះលែងបាចទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងភ្លាមខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់មកហើយដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុក្ខពួកយើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ឲ្យទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងននាលទៅលុះដល់ត្រូវថ្ងៃក៏ក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាលដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅត្បិតឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខបានអ្នកឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រើក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វហាលគឺកប់ក្រៀលបង្គាលខ្យងតុងតូមក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីបឹងនោះឯងបើដូច្នោះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យភិតភ័យចាំខ្ញុំជួយដោះឲ្យរួចកុំឲ្យមានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហៀមឡើងទៅដល់មាត់បឹងឃើញអស់សត្វកំពុងបាចទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធ្វើជាសម្បត្តិហើយស្រែកហៅសត្វអស់ទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះអិនលោកឲ្យខ្ញុំនាំសម្បត្តិមកប្រាប់គ្រប់គ្នាថាព្រះអិនលោកមកកាត់ជើងត្រង់ប្រមុំជើងអក
កាប់ក្បាលឆ្កែចចកដកភ្លុកដំរីសអស់សัตว์ឮថាសម្បត្តិព្រះអិនដូច្នោះភ័យណាស់ផ្អើលបោលជន់គ្នាពៀនលើដំរីក្របីរមាសរមាំងស្ទុះបោលទៅជន់លើពោះថ្លាន់ជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ធ្លាយទំនប់ភ្លេចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកើតខ្លាចប្រាជ្ញាសុភាទន្សាយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់